ដល់អញ្ចឹងកើតរដ្ឋប្រហារលន់នល់ទម្លាក់បកូណាពេលលន់នល់ទម្លាក់បកូណាហើយបកូណាបានបំពេញនាវឲ្យប្រជាជនខ្មែរចូលព្រៃម៉ាគីពួកមួយចំនួនក៏ល្អហើយពួកមួយចំនួនក៏មិនល្អពួកអ្នកលេងកាប់ចាក់ពួកអិសរៈចាស់ពួកតាបឈួនពួកណែហុលវងអនុភាពពួកអីអនេះគេហៅសិទ្ធិពួកធ្លាប់ចោលព្រៃចូលទៅព្រៃម៉ាគីចូលទៅធ្វើអិសរៈដែរពួកនេះហើយដែលកាប់សម្លាប់ប្រជាជនដើរប្លន់ប្រជាជនហើយទម្លាក់មកលើបកកុម្មុយនីសខ្មែរទម្លាក់មកលើកម្ពុជាប្រជាធិបតេយ្យខ្លះតែងខ្លួនស្លៀកខំខ្មៅពាក់ខ្មៅធ្វើជាកងទ័ពអ៊ីស្រាអែលធ្វើជាកងទ័ពរំដោះជាតិក៏ប៉ុន្តែចាប់ប្រជាជនយកលុយយកកាក់នេះខ្ញុំសូមជម្រាបស្មុគស្មាញមហាស្មុគស្មាញហើយចបុកចបល់មិនដឹងជាអីទេរហូតដល់រនល់ក៏មានក្នុងជួររនល់ហ្នឹងក៏មានពួកក្បត់ដែរហើយក៏ក្នុងកងទ័ពខាងខ្មែរក្រហមនេះក៏មានពួកក្បត់ដែរដូច្នោះយ៉ាងម៉េចសហការគ្នាហៅកប៉ាល់ហោះអាមេរិកមកទម្លាក់ក្របបែកអាមេរិកចាប់ផ្ដើមទម្លាក់ក្របបែកនៅកម្ពុជាតាមខ្ញុំចាំថ្ងៃទី17ខែឧសភារហូតដល់នេះហើយនេះជាប្រវត្តិដូចនេះជាប្រវត្តិនៃបកដែលហៅថាបកកុម្មុយនីសខ្មែរនោះវាអញ្ចឹងដូច្នោះវាមិនមែនចេញមកពីចលនាប្រជាជនខ្មែរទេខ្ញុំសូមជម្រាបយ៉ាងនេះឲ្យស្មោះត្រង់ទៅចុះដើម្បីកុំយល់ច្រឡំថាប្រជាជនខ្មែរនេះនិយមយួនថាប្រជាជនខ្មែរនេះជាអក្រិតកម្មសង្គ្រាមជាអីដូចជាសេចក្តីចោទអំបញ្ញមិញនេះខ្ញុំថាមិនមែនខ្មែរទេគឺនៅក្រោមការបញ្ជាដឹកនាំរបស់យួនទាំងអស់ពីហាណូយមកទាំងអស់ពីហូជីមិញមកទាំងអស់ដូច្នោះណាទម្លាក់អក្រិតកម្មសង្គ្រាមបល័យពូជសាសន៍សង្គ្រាមអីនេះវាមិនមែនខ្មែរនឹងខ្មែរទេវាយួននឹងខ្មែរយួនសម្រាប់ខ្មែរនេះខ្ញុំសូមជម្រាបសង្ខេបនៅប្រវត្តិដើម្បីឲ្យយល់កុំច្រឡំដើម្បីយុវជនចំនួនក្រោយយល់ប្រវត្តិសាស្ត្រឲ្យល្អិតនេះខ្ញុំនិយាយមិនល្អិតទេកុំយល់ថាខ្មែរក្រហមវាអាក្រក់ខ្មែរក្រហមបល័យពូជសាសន៍ខ្មែរក្រហមជាកតកម្មសង្គ្រាមខ្មែរក្រហមស្អីទាំងអស់វាអត់សោះពីព្រោះអីពីព្រោះប្រជាជនខ្មែរជាពុទ្ធសាសនិកជនកាន់ពុទ្ធសាសនាទោះបីជាចូលបកកុម្មុយនីសហើយក៏ដោយយ៉ាងម៉េចក៏សំពះព្រះអុជធុកសំពះព្រះដែរយប់
ខ្ញុំសូមជម្រាបឲ្យត្រង់ខ្លួនខ្ញុំប៉ុណ្ណោះB52មកអើយគុណម្ដាយអើយជួយយកដី100ក្បាលដូច្នោះវាមិនមែនកុម្មុយនីសសកលទេជាមានធាតុជាតិជាកុម្មុយនីសស្នេហាជាតិស្នេហាប្រជាជនស្នេហាពូជសាសន៍ការពារជាតិដូច្នោះហើយបានជាមិនសុខចិត្តនៅក្រោមការដឹកនាំរបស់យួនបានជាយួនបង្កើតឲ្យមានសង្គ្រាមថ្ងៃ17មករាឆ្នាំ1990រហូតមកដល់សប្តាហ៍ថ្ងៃនេះយ៉ាងម៉េចយួនប្រមាណលាននៅប្រទេសកម្ពុជានេះហាអានិកជនយួនស្របច្បាប់និងមិនស្របច្បាប់មានប្រមាណលានតើប្រទេសខ្មែរអនាគតទៅជាស្អីខ្ញុំសូមជម្រាបអញ្ចឹងអនាគតប្រទេសកម្ពុជាយើងបើមិនខំទេណាខ្ញុំថារលាយហើយនិយាយយ៉ាងនេះបញ្ចប់នេះខ្ញុំសូមជម្រាបលោកប្រធានការដែលសម្ដេចព្រះសីហនុថ្ងៃទ្រង់យាងទៅទតប្រទេសកម្ពុជាកាលពីសម័យសង្គ្រាមឆ្នាំ1973ទៅដល់កំពង់ធំទៅដល់កំពង់គ្រុំប៉ុលពតបកគលភារកិច្ចឲ្យខ្ញុំរៀបចំផ្លូវពីកំពង់គ្រុំទៅសៀមរាបដើម្បីការពារសម្ដេចខ្ញុំឮក្មេងគ្វាក្របីវាច្រៀងដែលខ្ញុំសូមជប់បញ្ចប់ចុះអនិច្ចាខ្មែរយើងនេះអើយយើងនេះអើយជាតិនឹងសូន្យហើយកុំប្រងើយត្រូវខំប្រឹងឡើងខ្ញុំស្រក់ទៅភ្នែកអូជាតិយើងនេះកូនក្មេងគ្វាក្របីវាច្រៀងដូច្នោះការបល័យពូជសាសន៍អីដែលចោទទាំងប្រមាណនេះខ្ញុំយល់ឃើញថាជាការចោទដែលខុសទៅទេច្រឡំមិត្តច្រឡំសត្រូវមើលសត្រូវជាមិត្តសពថ្ងៃនេះគេកំពុងរឹករួតឆ្អឹងដូចជាពស់ថ្លាន់រួតកូនឆ្លុះឲ្យកូនឆ្អឹងដើម្បីលេបថ្ងៃណាមួយគង់គេលេបទេនេះខ្ញុំសូមជម្រាបឲ្យត្រង់ណាស់មកហើយថាខ្ញុំយ៉ាងម៉េចថាទៅប៉ុន្តែទោះជាយ៉ាងនេះក៏ដោយចំហខ្ញុំនៅតែរក្សាសាមគ្គីចង់ស្រោះស្រួលគ្នារស់នៅជាប្រទេសជិតខាងគ្នាដោយសុខសន្តិភាពជាមួយយួនជាមួយវៀតណាមក៏ដោយជាមួយថៃក៏ដោយក៏ប៉ុន្តែប្រយ័ត្នដូចជាក្មេងគ្វាក្របីវាឆ្លៀតច្រៀងអញ្ចឹងអនិច្ចាខ្មែរយើងនេះអើយយើងនេះអើយជាតិនឹងសូន្យហើយកុំប្រងើយត្រូវខំប្រឹងឡើងនេះខ្ញុំសូមជម្រាបប្រវត្តិដែលចោទថាខ្ញុំយ៉ាងនេះខ្ញុំយ៉ាងនោះខ្ញុំយ៉ាងនោះវាគ្មានសោះស្មោះត្រង់នឹងជាតិអស់ពីចិត្តពីថ្លើមលះបង់គ្រួសារលះបង់និយាយចឹងមិនមែនអួតខ្លួនឯងទេគេនិយាយទីគេលះបង់ដែរប៉ុន្តែសូមជម្រាបលោកប្រធានឲ្យជ្រាបឲ្យច្បាស់ជម្រាបតុលាការហើយមានប្រសង់ជាសាក្សីនេះខ្ញុំសូមបញ្ចប់ដោយសង្ខេបប៉ុណ្ណឹងសូមអរគុណលោកប្រធានដែលអនុញ្ញាតឲ្យខ្ញុំបាននិយាយដោយសង្ខេបប៉ុន្តែបើឲ្យខ្ញុំអានសភៅដូចនេះទៀតនេះខ្ញុំនិយាយមកទៅទេសូមចប់សូមអរគុណលោកប្រធានបាទអរគុណ